មនាលភិក្ខុទាំងឡាយទោសរបស់បុគ្គលនិយាយច្រើននេះមាន5យ៉ាងទោស5យ៉ាងគឺអ្វីខ្លះគឺនិយាយកុហកមួយនិយាយញុះញង់មួយនិយាយពាក្យអាក្រក់មួយនិយាយពាក្យឥតប្រយោជន៍មួយលុះបែកធ្លាយរាងកាយស្លាប់ទៅកើតជាដេរឆានប្រែតអសូរកាយនិងនរកមួយមនាលភិក្ខុទាំងឡាយទោសរបស់បុគ្គលនិយាយច្រើនមាន5យ៉ាងនេះឯងមនាលភិក្ខុទាំងឡាយអានិសង្សរបស់បុគ្គលនិយាយតិចនេះមាន5យ៉ាងអានិសង្ស5យ៉ាងគឺអ្វីខ្លះគឺមិននិយាយកុហកមួយមិននិយាយញុះញង់មួយមិននិយាយពាក្យអាក្រក់មួយមិននិយាយឥតប្រយោជន៍មួយលុះបែកធ្លាយរាងកាយស្លាប់ទៅតែងទៅកើតក្នុងសុគតិសួគ៌ទេវលោកមួយមនាលភិក្ខុទាំងឡាយអានិសង្សរបស់បុគ្គលនិយាយតិចមាន5យ៉ាងនេះឯង